ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកបន្តមេរៀនយើងទៀតអញ្ចឹងបងប្អូនមើលមកកាន់អក្សរ P តែម្ដងបាទអក្សរ P គឺជាឈ្មោះហើយសំឡេងរបស់វាគឺផអញ្ចឹងណាអញ្ចឹងដាក់ជាភាសាខ្មែរនេះគ្រាន់តែជាចំណុចមួយឲ្យបងប្អូនអាចសម្គាល់បានទេកន្លែងនេះណាហ្នឹងហើយអញ្ចឹង P សំឡេងផបងប្អូនចាំអញ្ចឹងទៅណា P សំឡេងផឧទាហរណ៍ពាក្យនៅក្នុងអក្សរ P ហ្នឹងនេះពាក្យថាផាន់បាទពាក្យហ្នឹងគេអានថាផាន់អញ្ចឹង P ហ្នឹងគឺសំឡេងផ E សំឡេងអ N សំឡេងណផអណផាន់អញ្ចឹងណារបៀបប្រកបនេះអញ្ចឹងផអណផាន់បាទផាន់ប្រែថាបិចហ្នឹងឯងបាទពាក្យទី2គឺ pat pat ផអថផាត់អញ្ចឹងឃើញទេបងប្អូននៅតែរកសំឡេងអញ្ចឹងផអថផាត់ផាត់ប្រែថាសត្វចិញ្ចឹមផាត់ប្រែថាសត្វចិញ្ចឹមណាចូលទៅដល់ពាក្យទី3នៅក្នុងអក្សរ P ហ្នឹងគឺ pencil បាទផអណផាន់ទៅសអលសា pencil pencil ប្រែថាខ្មៅដៃបាទអញ្ចឹងយើងបញ្ចប់អក្សរ P ដែលមានសំឡេងផហ្នឹងហើយយើងចូលទៅកាន់បាទអក្សរ Q ដែលមានសំឡេងខ្វតោះយើងចូលទៅកាន់ពាក្យតែម្ដងបាទអញ្ចឹងពាក្យទី1នៅក្នុងអក្សរ Q ហ្នឹងគឺគេអានថា Queen បាទអញ្ចឹង QU ហ្នឹងបងប្អូនសម្គាល់ទៅណា QU វាមានសំឡេងខ្វ double E កន្លែងហ្នឹងមានសំឡេង E N ហ្នឹងសំឡេងណណាអញ្ចឹងខ្វ E ណ Queen Queen ប្រែថាម្ចាស់ក្សត្រីបាទតោះពាក្យទី2នៅក្នុងអក្សរ Q ហ្នឹងគឺ quill ខ្វ E ឡ quill quill ហ្នឹងប្រែថាស្លាបសំដៅដល់ស្លាបសត្វអីហ្នឹងណា quill អញ្ចឹងបងប្អូនអាចហ្វឹកហាត់អានខ្លួនឯងបណ្ដើតែម្ដងទៅណាហ្នឹងហើយ quill ប្រែថាស្លាបបាទពាក្យបន្តទៀតគឺគេអានថា quail quail បាទ quail ហ្នឹងគឺប្រែថាសត្វក្រួយចឹងបងប្អូនខ្លះប្រហែលជាធ្លាប់ស្គាល់ហើយណា quail បាទអញ្ចឹងយើងបញ្ចប់អក្សរ Q ដែលមានសំឡេងខ្វហ្នឹងហើយអញ្ចឹងយើងចូលមកដល់ R R មានសំឡេងរ R សនរបងប្អូនសម្គាល់ចឹងណា R សនរតោះចូលមកដល់ពាក្យថា ring R សំឡេងរ I កន្លែងហ្នឹងសំឡេង E NG កន្លែងហ្នឹងគឺបងប្អូនសម្គាល់ទៅថាវាមានសំឡេងងណារ E ង ring ring ប្រែថាចិញ្ចៀនបាទចិញ្ចៀនសម្រាប់ពាក់អីហ្នឹងណាហ្នឹង ring តោះពាក្យមួយទៀតគឺយើងអានថា run R U ហ្នឹងសលេងអ N រអណ run បាទ run ហ្នឹងប្រែថារត់ពាក្យបន្ទាប់យើងអានថា race R A S race ឬក៏ R A S race បងប្អូនសម្គាល់អញ្ចឹងណា race ប្រែថាប្រណាំងបាទអញ្ចឹងយើងចប់អក្សរ R ដែលមានសំឡេងរនឹងហើយយើងចូលទៅដល់ S អក្សរ S មានសំឡេងស S សានសតោះពាក្យទី1នៅក្នុងអក្សរ S ហ្នឹងគឺយើងអានថា sing sing សអ៊ីង sing បាទអញ្ចឹង S សំឡេងស I នឹងសំឡេង E
ng នេះបងប្អូនសម្គាល់ទៅថាវាមានសំឡេងងកកន្លែងហ្នឹងណាសៈអ៊ីង sing sing ប្រែថាច្រៀងដូចជា I sing a song ណាខ្ញុំច្រៀងចម្រៀងមួយបទបាទឧទាហរណ៍ចឹងណាពីបន្ទាប់គឺសាន់សាន់សៈអណសាន់សាន់ប្រែថាបាទព្រះអាទិត្យណាសាន់ប្រែថាព្រះអាទិត្យទីមួយទៀតគឺ song song បាទសៈអង song song ប្រែថាចម្រៀងបាទអញ្ចឹង sing ប្រែថាច្រៀងដល់ពេល song ប្រែថាចម្រៀងហ្នឹងហើយមួយជាកិរិយាសព្ទហើយមួយទៀតជានាមណាបាទដូច្នេះថ្ងៃនេះយើងសិក្សាអំពី P សំឡេងផ Q សំឡេងខ្វ R សំឡេងរ S សំឡេងស ចំណែកឯពាក្យមានពាក្យ pen ប៊ិច pet សត្វចិញ្ចឹម pencil ខ្មៅដៃ queen ម្ចាស់ក្សត្រី quill ស្លាប quail សត្វក្រួច ring ចិញ្ចៀន run រត់ race ប្រណាំង sing ច្រៀង sun ព្រះអាទិត្យ song ចម្រៀងបាទដូច្នេះក្នុងវីដេអូនេះយើងសិក្សាតែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា